ឥឡូវនេះនៅប្រទេសស្វីសគឺថាចូលដល់រដូវបេះ strawberry ទៀតហើយបងប្អូនដល់ពេលចឹងទៅមានអីទៀតថ្ងៃនេះគឺនាំអារម្មណ៍បងប្អូនមកទស្សនាចំការ strawberry ហើយនៅចិត្តហ្នឹងក៏មានជាមួយនឹងវាលស្រែស្រូវសាលីដែរនិយាយរួមទៅគឺស្រស់ស្អាតខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់ចង់បេះ strawberry សម្រាប់ខ្ញុំគឺខែ5ពាក់កណ្ដាលខែ5ហ្នឹងគឺល្អបំផុតហ្មងពួកអីនៅដើមដៃបងប្អូនអញ្ចឹងទៅគឺមានផ្លែច្រើនចាតែបើថាបងប្អូនទៅរៀងខែ6ខែអីអានោះរៀងចុងដៃហើយអត់សូវបេះបានច្រើនទេដូចខ្ញុំមកថ្ងៃនេះអញ្ចឹងគឺបេះបានល្អខ្លាំងមែនតើហើយផ្លែឡើងធំហើយឡើងឆ្ងាញ់ហ្មងណាសម្រាប់ខ្ញុំគឺខ្ញុំខែនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតើហ្មងពួកអីជាផ្លែដែលខ្ញុំចូលចិត្តណាហើយបេះម្ដងបេះច្រើនណាបងប្អូន3-4គីឡូហើយបើថាយើងបេះនៅនេះបេះនៅចការខ្លួនឯងអញ្ចឹងគឺតម្លៃធូរថ្លៃជាងយើងទិញនៅផ្សារយើងបេះនៅនេះកន្លះគីឡូ4ហ្វ្រង់កន្លះតែបើថាយើងទិញនៅផ្សារកន្លះគីឡូប្រហែល5រៀលអីដែរបងប្អូន5-6រៀលអីដែរអញ្ចឹងណាហើយនៅខាងប្រទេសស្វីសនេះឲ្យទៅចូលដល់ចាប់ផ្ដើមចូលដល់រដូវក្តៅហ្នឹងគឺថាសម្បូរបន្លែផ្លែឈើច្រើនមែនទែនដូចខែ5ហ្នឹងយើងបេះ strawberry ហើយទៅទៀតហ្នឹងគឺថាមានជាមួយនឹងផ្លែប៉ោមក៏ដូចជាផ្លែ cherry អីចឹងណាគឺថាយើងទៅបេះផ្ទាល់នៅចការថ្មីហ្មងហើយល្អខ្លាំងមែនទែនបងប្អូនឃើញអញ្ចឹង strawberry ឡើងក្រហមហើយផ្អែមឈ្ងុយឆ្ងាញ់ហ្មងញ៉ាំទៅគឺថាឆ្ងាញ់មែនទែនហើយបងប្អូនបាច់បារម្ភមេថាងញ៉ាំទៅសិតតែដីសិតតែអីអត់អីទេបេះ strawberry សក់សងតែមេឃចាំងថ្ងៃក្តៅមែនតើបងប្អូនប៉ុន្តែញ៉ក់ផ្លេចណានេះកបោបេះមកជាមួយហ្នឹងsun care ហ្នឹងយើងរៀប apply រហូតណាតែខ្ញុំតិចទៀតបានរៀប apply ក៏ចង់ឲ្យបងប្អូនមើលនេះសាច់វាឲ្យលាបទៅគឺរហ័សចូលមែនតើយើងលាបមកគឺរហ័សចូលហើយនេះគឺ sun care របស់ក្រុមហ៊ុនផ្សារធម្មជាតិ24ណាពេលដែលខ្ញុំអត់ make up ពេលដែលខ្ញុំនៅផ្ទះឬមួយក៏ខ្ញុំបែបធម្មជាតិអីចឹងគឺខ្ញុំលាបត skin care ហើយលាប sun care ហ្នឹងហើយលាប krem តិចមកគឺហើយហ្មងហើយបងប្អូនមើលសាច់គឺលាបទៅល្អហ្មងណាប៉ុណ្ណាណៃហ្មងមើលរូបរាងមើលតំណងយកអត់ទេអូយតនេះស្អាតឆ្ងាញ់ហ៎ទុំខ្លាញ់ឆ្ងាញ់ផ្អែមហ្មងឆ្ងាញ់អត់ឆ្ងាញ់ខ្លាំងអ្នកថតឃ្លានដែរអស់មកដែរបងនេះចាអស់មកផ្លែហើយកន្លះគីឡូឡើយសុំមើលបេះបានប៉ុន្មាននេះនេះមួយទៀតនេះមកប្រអប់ទៀតថ្ងៃនេះបេះឡើងពីប្រអប់នេះមួយទៀតនឹងខ្ជូតអូយស្អាតមែនOh my god អូយម៉ែធំមែនអត់ដាក់ដៃអូយម៉ែឡើងប៉ុណ្ណាណៃហ្មងស្អាតតំណងហើយមកប្រៀបគ្នាបេះតង់ផ្លេតហ្នឹងឥឡូវហ្នឹងគឺថាបានម្នាក់មកកញ្ច្រែងហើយនិយាយរួមទៅបេះលឿនដែរពួកអីបញ្ញាប់ទៅផ្សារបន្តហើយម្យ៉ាងទៀតអាកាសធាតុអត់សូវល្អផងចង់ភ្លៀងចង់អីចឹងហើយបងប្អូននៅនេះនិយាយរួមទៅយើងបេះហ្នឹងគឺយើងញ៉ាំមកស្រឡាញ់ហ្មងចាយើងបេះផងញ៉ាំផងចុងក្រោយគឺបានយកទៅគិតលុយទៅអស់40រៀលជាងនេះបេះ story បានហើយបងប្អូនអេបេះ story បេះ story បានហើយម្នាក់មកប្រអប់ពេលប្រអប់ហ្នឹងអស់$40ជាងនេះប៉ុន្តែឆ្ងាញ់ណាស់ឡើងផ្អែមមែនអត់ម៉ណែតផ្អែមឆ្ងាញ់ឥឡូវទៅវិញហើយចានេះហើយអូយមើលដល់ស្អាតខាងនេះស្រែស្រូវសាលីឥឡូវនេះខ្ញុំធ្វើដំណើរទៅផ្សារបន្តហើយគ្រាន់តែបេះហើយឡើងឡានភ្លាមគឺមេឃភ្លៀងហ្មងអូខេអរគុណច្រើនដែលបានតាមដានទស្សនាចាជម្រាបលា